ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំទទួលបាន PO Box ជាលើកទី2ពីខាង Bright Up ដែលលើកមុននោះគឺខ្ញុំបានបើកជាមួយនឹង PO Box របស់គាត់ម្ដងហើយប៉ុន្តែយើងអត់ដឹងថាតើផលិតផលរបស់គាត់នឹងគឺជាផលិតផលអីនៅឡើយទេអញ្ចឹងថ្ងៃនេះគឺយើងបើកម្ដងទៀតដើម្បីដឹងថាតើ Bright Up គឺជាផលិតផលអីគ្រាន់តែបើកមកភ្លាមគឺខ្ញុំហាមាត់តែម្ដងដោយសារតែខ្ញុំអត់ expect ថា Bright Up គឺជាផលិតផល skin care ទេហើយមួយវិញទៀតតាក់ទងជាមួយនឹង packaging របស់គាត់គឺស្អាតមែនតើយើងមើលមកលក្ខណៈថា clean and យើងចង់ប្រើជាមួយនឹងផលិតផលមួយនឹងហ្មងនៅក្នុង PO Box នេះដែរគឺខ្ញុំឃើញមានផលិតផលធំចំនួន3ទី1គឺជា brightening cream ទី2គឺជា serum ហើយនិងទី3គឺជា hybrid sunscreen ដែលមាន SPF រហូតដល់ទៅ50បូកចំពោះនៅខាងលើប្រអប់របស់គាត់ក៏គាត់បានផ្ដល់នៅ specific information តាក់ទងជាមួយនឹងសារធាតុផ្សំក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលមួយផងដែរឥឡូវនេះយើងមកតេស្តជាមួយនឹង serum hydrated booster ដែលនៅពេលដែលខ្ញុំគ្រាន់តែច្បាច់ដាក់ដៃខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំនឹងគឺមានសំណើមហើយវាត្រជាក់មួយវិញទៀតវាអត់ធ្វើឲ្យយើងធ្ងន់ណាស់បើសិនយើងដាក់នៅលើមុខនោះគឺយើងអត់ធ្ងន់ទេហើយខ្ញុំញៀនជាមួយនឹងក្លិនរបស់វាមែនតើក្លិនក៏អូបប្រហើរខ្លាំងហ្មងណានៅពេលដែលខ្ញុំញីខ្ញុំគិតតែពីហិតរហូតនេះអ្នកទាំងអស់គ្នាកុំភ្លេចគ្រប់គ្រងជាមួយនឹងផលិតផល Bright Up Your Routine Your Life